គឺសេសុទ្ធបានក្របបាល់16គ្រាប់ហើយក្នុងនោះគឺមានអ្នកច្រើនជាងគេគឺមានបន្ទាប់នោះគឺលៀនមេស៊ីហើយនិងអឹមបាប៉េដែលនៅប្រឈមនឹងការប្រកួតហើយមានគ្រីស្ទីណូរ៉ូណាល់ដូសុទ្ធបាន8គ្រាប់ហាឡែនគឺជាភាពលេចធ្លោមួយក្នុងវគ្គជម្រុះនៅតំបន់អឺរ៉ុបប៉ុន្តែដែលណូវេគឺមិនសូវបានមកជម្រុះនៅវគ្គដាច់ព្រាត់ហើយការប្រកួតនេះធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិកទេពួកគេទៅតែឡើងមកតែប៉ុណ្ណោះណូវេគឺមានហាឡែនគឺជាក្របពេជ្រមួយដែលគួរបញ្ជាក់ថាហាឡែនគឺសុទ្ធក្របបាល់បានច្រើនមែនទែនសម្រាប់ជម្រើសជាតិនៅប្រមាណប្រកួតចុងក្រោយនេះចាំមើលថាហាឡែនអាចបំបីកំណត់ត្រាឬជាកីឡាករគូសេរបស់សញ្ជាតិអាល្លឺម៉ង់បានដែរឬទេឆាត GPT បានទស្សន៍ទាយថាក្រុមអេស្ប៉ាញនឹងឈ្នះ World Cup នៅឆ្នាំ2026ហើយប៉ូទុយហ្គាល់ត្រូវរងចាំដល់2030ឯណោះចំណែកអង់គ្លេសគឺត្រូវឈ្នះនៅឆ្នាំ2034ហើយប្រេស៊ីលនឹងត្រូវលើកពាន World Cup នៅឆ្នាំ2038ហើយ2042គឺត្រូវអេស្ប៉ាញជាអ្នកលើកម្សិលទៀតនេះគឺជាការទស្សន៍ទាយរបស់ Chat GPT នេះគឺជា11អ្នកដំបូងរបស់ Ronaldo Nazario ក្នុងនោះអ្នកចាំទីមានកីឡាករ Buffon ខ្សែការពារមាន4រូបគឺមានកីឡាករ Roberto Carlos មានខ្សែការពារ Cannavaro មាន Maldini មាន Cafu ខ្សែបម្រើ3នាក់នោះមានដូចជាកីឡាករ Zidane Maradona និង Pele ហើយខ្សែប្រយុទ្ធ3នាក់ខាងលើនោះមាន Cristiano Ronaldo Nazario ខ្លួនគាត់ហើយនិងកីឡាករ Lionel Messi ក៏ការកៅដែលមានប្រជាជនតិចត្រឹមតែ 158,665 នាក់បានទទួលបានកៅអី48ក្រុមទៅលេងក្នុងវគ្គ World Cup នៃសហរដ្ឋទឹកដីសហរដ្ឋអាមេរិកហើយចំណែកឯប្រទេសដែលមានប្រជាជនច្រើនជាងគេនោះគឺឥណ្ឌាដល់ទៅ1,400 លាននាក់គឺមិនបានមានកៅអីទេនេះគឺជាសមត្ថភាពសិក្សាទោះថាប្រជាជនតិចមែនប៉ុន្តែពួកគេប្រឹងប្រែងតស៊ូខ្វាត់ខ្វែងដើម្បីបានកៅអីមួយទៅលេងនៅក្នុងពេលរង្វាន់របស់ World Cup នៃឆ្នាំ2026ខាងមុខនេះFranco Mastintino រៀមទីគឺជាក្លឹបដែលខ្ញុំស្រឡាញ់តាំងពីតូចវាជាក្តីសុបិនរបស់ខ្ញុំដែលលេងឲ្យក្លឹបមួយនេះគូបញ្ជាក់ផងដែរថា Mastintino ត្រូវបានរៀបមន្ទីរទិញពីរីវផ្លិតក្នុងតម្លៃ45លានអឺរ៉ូ Sunny Lemon តាំងពីចូលរួមជាមួយនឹង Manchester United Sunny Lemon បានក្លែងសិទ្ធិរហូតដល់6ប្រកួតទាំងជាមួយក្លឹបនិងក្រុមជម្រើសជាតិគូយ៉ាងផងដែរថា Sunny Lemon ត្រូវបាន Manchester United ទិញពីក្រុមនៅ Basic ក្នុងតម្លៃ18លានផោនពានរង្វាន់ Globe Soccer Award ឆ្នាំ2025បានចេញហើយក្នុងនោះដែរគឺមានកីឡាករ Barella របស់ Inter Milan មានចុះបេលឺហាំរបស់ Real Madrid មាន Doué របស់ Paris Saint-Germain មាន Lopez របស់ Barcelona មាន McAllister របស់ Liverpool មាន Scott McTominay របស់ Napoli មានកីឡាករ Janeves របស់ Paris មានកីឡាករ Martin Odegaard របស់ Arsenal មានកីឡាករ Olise របស់ Bayern Munich មានកីឡាករ Bayern Munich មានកីឡាករ Cole Palmer របស់ Chelsea មាន Pedri របស់ Barcelona មាន Declan Rice របស់ Arsenal មានកីឡាករ David Luiz របស់ Paris មាន Valverde របស់ Real Madrid មាន Vitinha របស់ Paris ហើយនឹងមាន Florian Wirtz របស់ Liverpool